ngọt tới hãy đi cà phê nó buộc hạt gì mà là đi cà phê đi nhưng cái con mình lại hạt gì cà bạc mà hãy đi cà phêបងប្អូនបន្ទាប់ពីបងប្អូនបានទស្សនាវីដេអូនេះហើយតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយមែនទែនសម្រាប់គ្រួសាររបស់គាត់សម្រាប់មិនដឹងថាគាត់ឈឺចាប់ប៉ុណ្ណាទេនៅពេលដែលបាត់បង់កូនជាទីស្រឡាញ់របស់គាត់ដែលគាត់ធ្លាប់តែដែលគាត់បានខិតខំប្រឹងប្រែងបីបាច់ចិញ្ចឹមថែរក្សាតាំងពីតូចក្រូចឆ្មាមកដល់ពេលបច្ចុប្បន្ននេះមកដល់ពេលប៉ុណ្ណេះមិនងាយស្រួលទេគាត់បានលះបង់ច្រើនណាស់ប៉ុន្តែដោយសារតែកូនជ្រើសដើរផ្លូវខុសផ្លូវដែលគេស្អប់ខ្ពើមអំពើដែលគេស្អប់ខ្ពើមបងតូចបងធំវាពិតឈឺចាប់មែនទែនបងប្អូនឃើញទេលទ្ធផលដែលបងប្អូនធ្វើបែបនេះគ្មានអ្វីក្រៅពីគុកចង្វាក់ហើយនឹងសេចក្តីស្លាប់នោះទេតើយើងធ្វើបែបនោះដើម្បីអ្វីតើបងប្អូនធ្វើបែបនោះដើម្បីអ្វីបងគិតថាតើលទ្ធផលចុងក្រោយបងទទួលបានអ្វីវាគ្មានទទួលបានអ្វីក្រៅពីរឿងទាំងអស់នោះទេគេហាមគេខាត់គេប្រាប់ថាកុំធ្វើអានឹងវានឹងអាលាប៉ុន្តែដោយសារតែចរិតវាដោយសារតែចិត្តខ្មៅដោយសារតែសង្គមអូសទាញដោយសារតែមិត្តភ័ក្តិអូសទាញបងលែងដឹងអ្វីល្អអ្វីអាក្រក់អ្វីខុសអ្វីត្រូវកាលពីតូចម៉ែខិតខំប្រឹងប្រែងចិញ្ចឹមប្អូនខិតខំប្រឹងប្រែងអប់រំប្អូនល្អណាស់ប៉ុន្តែដល់ពេលធំបន្តិចបងបានស្គាល់មនុស្សបានស្គាល់មិត្តភ័ក្តិបងឡើងស្ដាប់បង្គាប់ម៉ែបងឡើងស្ដាប់ពាក្យសម្ដីម៉ែបងស្ដាប់ពាក្យសម្ដីម៉ែមិនចូលចុងក្រោយបងឃើញទេលទ្ធផលចុងក្រោយក្រៅពីគុកចង្វាក់គ្មានអីទេរហូតដល់បាត់បង់ជីវិតបងទៅទៀតតើម៉ាក់ប៉ាជួយចាប់ប៉ុណ្ណាម៉ែឪជួយចាប់ប៉ុណ្ណាដូច្នេះហើយចូលបងភ្ញាក់ខ្លួនឡើងរឿងទាំងអស់នោះវាគ្មានប្រយោជន៍អ្វីសម្រាប់បងអូនទេវាគ្មានប្រយោជន៍អ្វីសម្រាប់សង្គមជាតិនោះទេសង្គមជាតិត្រូវការគឺមនុស្សដែលមានសមត្ថភាពគឺជាមនុស្សល្អមិនមែនមនុស្សកោងកាចមនុស្សកាប់ចាក់មនុស្សបងតូចបងធំបែបនេះទេដូច្នេះបើភ្ញាក់ខ្លួនឡើងណាអាណិតម៉ែឪរបស់យើងណាដែលគាត់បានលះបង់សម្រាប់យើងធំធេងខ្លាំងណាស់ប៉ុន្តែយើងធំបន្តិចខ្លាចជាបងតូចបងធំទាំងអស់ហ្នឹងវាមានប្រយោជន៍អ្វីបងអូនបានឃើញហើយបងអូនបានដឹងហើយបងអូនបានឮហើយប៉ុន្តែបងអូននៅតែប្រព្រឹត្តបងអូននៅតែធ្វើខ្ញុំមិនដឹងថាតើគូនិយាយបែបណាបន្តទៀតទេណាអូខេបងអូនមើលបងអូនស្ដាប់ឮសំឡេងសម្រែកនៃទឹកភ្នែករបស់ម៉ាក់ប៉ារបស់បងអូនទេតើគាត់ឈឺចាប់ប៉ុណ្ណានៅពេលដែលមានកូនដូចជាយើងមានកូនដូចជាប្អូនមានកូនជាក្មេងពីលជាក្មេងស្ទាវជាក្មេងកាប់ដាវតើគាត់សប្បាយចិត្តទេនឹងជាការតបស្នងសងគុណនឹងជាការធ្វើឲ្យម៉ាក់ប៉ាមានមុខមាត់នៅក្នុងសង្គមនោះវាអត់មែនទេបងដូច្នេះហើយកុំតាមសង្គមអស់ទាញកុំតាមពួកម៉ាក់ដែលជាជើងពីលជើងកាងជាបងលួចបងធំទាំងអស់ហ្នឹងត្រឡប់មករៀនសូត្រខិតខំប្រឹងប្រែងរៀនសូត្រក្រេបចិញ្ចក់ចំណេះដឹងដាក់ខ្លួនដើម្បីคล้ายទៅជាយុវជនคล้ายទៅជាមនុស្សម្នាក់ដែលមានសមត្ថភាពជួយសង្គមជួយគ្រួសារឲ្យបានល្អប្រសើរនោះហើយទើបជាអ្វីដែលសង្គមត្រូវការឲ្យសូមបញ្ឈប់នៅរាល់សកម្មភាពទាំងឡាយណាដែលគេហាមសូមបញ្ឈប់ជាចំនួនកុំគេហាមអាណាបើកើនបើហឿនទៅធ្វើអានោះអញ្ចឹងលទ្ធផលចុងក្រោយគ្មានអ្វីក្រៅពីគុកក្រៅពីចង្វាក់នោះទេធ្វើជាយុវជនគំរូធ្វើជាយុវជនល្អធ្វើជាកូនល្អធ្វើជាកូនគំរូសម្រាប់ម៉ែឪសម្រាប់គ្រួសារសម្រាប់សង្គមជាតិអានឹងទើបជារឿងប្រយោជន៍បើសិនជាទំនេរណាមិនដឹងធ្វើអីទៅរកការងារធ្វើខិតខំប្រឹងប្រែងរករួចមកជួយគ្រួសារមកជួយម៉ែឪមកអានេះវាមានប្រយោជន៍ជាងបងអូននៅចំណេញស្អីរឿងកាប់ចាក់គ្នានឹងក្រៅពីគុកចង្វាក់នឹងស្លាប់អញ្ចឹងកុំយកជីវិតទៅលេងសើចកុំយកជីវិតទៅបលែងជាមួយនឹងរឿងទាំងអស់វាគ្មានប្រយោជន៍ទេ